បាទសួស្តីអ្នកសិក្សាទាំងអស់គ្នាក្នុងកម្មវិធី BA TUP ចំនួនទី3វគ្គ1និងវគ្គ2ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមធ្វើវីដេអូមួយទាក់ទងនឹងរបៀប feedback វីដេអូ YouTube ដាក់នៅក្នុង Google Form បាទតោះនឹងតាមដានមើលទាំងអស់គ្នាខ្ញុំចូលលើ Google Form ខ្ញុំមកបាទតើខ្ញុំសេឈ្មោះមួយសិនមកដាក់ឈ្មោះសិស្សខ្ញុំមកដាក់ញ៉ាំដូនីភេទស្រីណទី7A នេះកណនីចំនួនខាងក្រោម7ដល់5មក2មានទី1ជានេះស្មើ12ចឹងនេះខ្ញុំយកចម្លើយខុសពេលខ្ញុំយកចម្លើយខុសfeedback វីដេអូហ្នឹងវាបញ្ជាក់យើងថាឲ្យយើងចូលមើលវីដេអូឡើងវិញបើព្រោះឯងយើងអត់យល់វិធីបូកដល់ចំនួនគាត់ relative ហ្នឹងបាទតាំងនេះមកចម្លើយវា15បូកដល់8មកដល់13អញ្ចឹងខ្ញុំយកស្មើ8ឲ្យខុសមួយនេះទៀតក៏ចឹងដែរខុសដូចគ្នានេះដល់15យកដល់5 submit យើងចូលទៅមើលចឹងបានពិន្ទុ20លើ40យើងចូលទៅមើលនេះតើម្ល៉េះតើនេះចម្លើយខុសនេះ feedback បាននេះវាចេញវីដេអូហើយវីដេអូនេះចឹងគេឲ្យយើងមើលវីដេអូហ្នឹងទៅព្រោះវាមើលវីដេអូហ្នឹងយើងនឹងយល់ថាលំហាត់ខាងលើនេះចម្លើយដល់5បូកនឹងដល់8ស្មើប៉ុន្មានដែលជាចម្លើយត្រឹមត្រូវនេះគេបញ្ជាក់ដែរចម្លើយត្រឹមត្រូវគឺដល់13អញ្ចឹងមានន័យថាបើយើងអត់ច្បាស់គេឲ្យយើងមើលវីដេអូបាទនេះដូចគ្នាបាទនឹងរបៀប feedback វីដេអូ YouTube ក្នុងGoogle Form សូមអរគុណ